ម្ចាស់បទដីថ្លៃប្រឡាយស្នេហ៍លោកមារ៉ាប៊ុនណាបានទទួលមរណភាពដោយសារជំងឺកាំងបេះដូងកាលពីថ្ងៃសុក្រទី28ខែវិច្ឆិកាឆ្នាំ2025កន្លងទៅអ្នកក្នុងរង្វង់សិល្បៈនិងមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់មួយថាលោកមារ៉ាប៊ុនណាដែលត្រូវបានគេដឹងថាជាម្ចាស់បទដីថ្លៃប្រឡាយស្នេហ៍បានទទួលមរណភាពហើយដោយសារជំងឺកាំងបេះដូងតាមរយៈដំណឹងដ៏ក្រៀមក្រំនេះមានបងប្អូនសិល្បករសិល្បករនីរួមទាំងសាធារណជនបានចូលរួមរំលែកទុក្ខយ៉ាងក្តីអាឡោះអាល័យចំពោះគ្រួសារនៃសពប្រកបដោយកតញ្ញូតាធម៌រូបនេះផងដែរនេះរាប់ទុកថាជាការបាត់បង់ធនធានដ៏មានសក្តានុពលមួយរូបទៀតហើយនៅក្នុងវិស័យសិល្បៈខ្មែរខណៈពេលដែលលោកអ៊ុនសុភាតារាសម្ដែងឆ្នាំកម្ពុជាក៏ទើបតែទទួលមរណភាពនៅមុននេះគួរឲ្យដឹងថាសពរបស់តារាចម្រៀងមារ៉ាប៊ុនណាតម្កល់ធ្វើបុណ្យនៅវត្តពោធិ៍ចិនតុងខណ្ឌពោធិ៍សែនជ័យដែលធ្វើពិធីរំលាយសពហើយកាលពីវេលាម៉ោង 7 ព្រឹកនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025រាយការណ៍ពីខ្ញុំសវណ្ណី TV5 Online News